សួស្តីដល់ទូរទស្សនិកជនជាទីមេត្រីការប្រកួត FIFA World Cup 2026 Round 2បាញ់យើងរកឃើញ3ក្រុមហើយសម្រាប់ការកក់ក្អីឡើងទៅវគ្គ32ក្រុមចុងក្រោយ3ក្រុមនឹងសិតតែក្រុមម្ចាស់ផ្ទះមានមិចស៊ីកូកាណាដានិងសហរដ្ឋអាមេរិកហើយបន្ទាប់មកទៀតដែលឡៃសម្រាប់ពូល C ក្រុម Samba Brazil ស្គាល់ពាក្យថាឈ្នះហើយនៅក្នុងការប្រកួតក្រោយពីបើកឆាកសប្តាហ៍មុនស្មើជាមួយនឹងម៉ារ៉ុក1-1ហើយបាញ់ក្រុម Samba Brazil ផ្ដួលក្រុមបាល់ទាត់ហៃទី 3-0 អញ្ចឹងពួកគេមានសង្ឃឹមឡើងទៅកាន់វគ្គ32ក្រុមដូចគ្នាសម្រាប់ការប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ Samba Brazil ត្រូវប៉ះជាមួយនឹង Scotland ហើយ Haiti ជួបជាមួយនឹងម៉ារ៉ុកអញ្ចឹងរងចាំអត់ការប្រកួតចុងក្រោយប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ថ្ងៃនេះ Mathi Cunha របស់ក្រុម Samba Brazil សុទ្ធបាន2គ្រាប់អាម៉ៅបាន2គ្រាប់ប៉ះជាមួយម៉ារ៉ុកសុទ្ធបាន1គ្រាប់បាញ់ជួប Haiti សុទ្ធបាន1គ្រាប់ទៀតអញ្ចឹងបានន័យថាកីឡាករដែលសុទ្ធបាន2គ្រាប់គឺមានច្រើនដូច Haaland ក៏2គ្រាប់ហើយម៉ៅក៏2គ្រាប់ Mathi Cunha ក៏2គ្រាប់ប៉ុន្តែកីឡាករដែលសុទ្ធបាន3គ្រាប់មានតែ2នាក់គាត់គឺ Jonathan David របស់ក្រុមបាល់ទាត់កាណាដាមាន3គ្រាប់ហើយនិង Lionel Messi របស់សង្ឃទៀតមាន3គ្រាប់ចាំមើលការប្រកួតបន្ទាប់ទៀតថ្ងៃស្អែកតើកីឡាកររូបណាទៀតដែលមានគ្រាប់បាល់សម្រាប់ប្រកួតប្រជែងប៉ុន្តែគិតត្រឹមពេលនេះយើងដឹងថា Messi និង Jonathan របស់កាណាដាមាន3គ្រាប់ដូចគ្នាអរគុណច្រើនរងចាំការប្រកួតក្រោយទៀតពូនឹងធ្វើសេចក្តីរាយការណ៍